បាទស្អីស្ទួសួស្តីអ្នកគ្រប់គ្រងរឿង animation ទាំងអស់គ្នាស្វាគមន៍មកកាន់ channel ចាំស្ដាប់រឿងរបស់ខ្ញុំសាជាថ្មីដែលជាកន្លែងវិភាគរឿង animation ដ៏ល្អបំផុតជាងគេហើយថ្ងៃនេះតើអ្នកទាំងអស់គ្នាសាកសម័យទៅមើលថាគ្រាន់តែមួយយប់សោះពិភពលោកដ៏កក់ក្ដៅរបស់តួអង្គរបស់យើងមិនប្រែក្លាយទៅជាឋាននរកពពេញតែដោយឈាមការបាត់បង់ដែរឬទេតែរឿងនេះមានដំណើរដើមតងយ៉ាងដូចម្ដេចរឿងនេះដែរគឺជាការចាប់ផ្ដើមរបស់ Tanjiro Kamado ក្នុងរឿង Demon Slayer ភាគដំបូងបំផុតហើយដែលមានចំណងជើងថាភាគនេះដែរគឺសេចក្តីខុសខើបំផុតនៃសោកនាដកម្មរបស់គ្រួសារ Tanjiro ហើយចង់ដឹងថាតើមូលហេតុអ្វីទើបគ្រួសាររបស់គេធ្លាក់ក្នុងស្ថានភាពបែបនេះនេះគឺជាមូលហេតុដែលធ្វើឲ្យមនុស្សរាប់លាននាក់រងស្រឡាញ់នឹងរឿងមួយនេះហើយអ្នកទាំងអស់គ្នាចង់ដឹងដែរទេតើអ្វីខ្លះដែលធ្វើឲ្យ Tanjiro តួឯករបស់យើងនេះមានសេចក្តីក្លាហានដល់កម្រិតមួយនេះដែរហើយកុំឲ្យខាតពេលយូរថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាជ្រៀតចូលទៅក្នុងបេះដូងសោកនាដកម្មមួយនេះដើម្បីដឹងថាតើមានប្រុសម្នាក់ដែលធ្លាប់ទៅលក់ធ្យូងនេះបានក្លាយទៅជាអ្នកប្រយុទ្ធបិសាចដ៏ខ្លាំងពូកែបំផុតដោយរបៀបណាអញ្ចឹងកុំឲ្យខាតពេលយូរតែយើងចាប់ផ្ដើមទាំងអស់គ្នាហ្មងទៅយើងចាប់ផ្ដើមសាច់រឿងដំបូងរបស់យើងពួកយើងឃើញថាគ្រួសារមួយដែលមានភាពកក់ក្ដៅបំផុតហើយគ្រួសារនោះមានឈ្មោះថា Kamado ហើយគាត់គឺជាគ្រួសារមួយដែលរស់នៅលើភ្នំតកកដាច់ស្រយាលម្នាក់ឯងហើយគ្រួសារនេះគឺមានកូនចំនួន6នាក់ហើយកូនបងឈ្មោះថា Tanjiro គឺជាតួឯករបស់យើងនឹងហើយហើយគេមានម្ដាយនៅជាមួយកូនតូចនោះឪពុកគាត់បានស្លាប់បាត់បង់យូរទៅហើយ Tanjiro គឺជាក្មេងប្រុសម្នាក់ដែលជាកូនច្បងហើយគាត់តែងតែជួយដោះស្រាយរាល់បញ្ហាជីវភាពគ្រួសាររបស់គាត់ដោយការដុតអុសតួជាធ្យូងដើម្បីយកទៅលក់នៅក្នុងភូមិរាល់ពេលដែលគេយកធ្យូងទៅលក់បងប្អូនតូចៗរបស់គេតែងតែស្រឡាញ់និងអាណិត Tanjiro ខ្លាំងមែនទែនពីព្រោះគ្រួសារនេះមានតែ Tanjiro ទេដែលជាបងគេបងអស់ហើយគេតែងតែចេញពីផ្ទះដើម្បីយកធ្យូងទៅលក់ក្នុងការដោះស្រាយជីវភាពគ្រួសាររបស់គេហើយអ្នកទាំងអស់គ្នាដឹងទេ Tanjiro របស់យើងនេះមិនមែនជាក្មេងប្រុសធម្មតានោះទេគឺគេមានវិញ្ញាណដ៏អស្ចារ្យមួយទៀតគឺគ្រាន់តែគេប្រើច្រមុះហត់ក្លិនដឹងពីស្ថានភាពនិងការខូចខាតនៃវត្ថុផ្សេងៗទាំងអស់ឧទាហរណ៍ថាបើជើងដាច់គេអាចហិតដោយប្រើច្រមុះតែប៉ុណ្ណោះមិនមែនប្រើមាត់ទេហើយគេអាចវិភាគដឹងថាស្បែកជើងនោះដាច់ដោយសារអ្វីមិនមែនដាច់ដោយសារតែយើងកាប់ឬក៏ដោយសារតែឆ្កែខំនោះទេដឹងពីស្ថានភាពច្បាស់លាស់មែនទែនក្រោយពីគេបានសន្ទនានឹងភាពកក់ក្ដៅរបស់គ្រួសារគេរួចហើយ Tanjiro របស់យើងក៏បានពីខ្ជូងមកបាច់ចឹងទៅមកកត្រកក្រោយខ្នងគេហ្នឹងណាគេក៏បានដើរសម្ដៅទៅកាន់ភូមិដើម្បីយកទៅលក់ក្រោយពីពេលទៅដល់ភូមិហើយអ្នកភូមិនៅក្នុងនោះទាំងអស់តែងតែស្រឡាញ់និងរាប់អាន Tanjiro រៀងជានិច្ចទោះបីជាគេមានភាពក្រីក្រក៏ដោយក៏ប្រជាជននៅតំបន់នោះស្រឡាញ់និងកោតសរសើរពីសមត្ថភាពនិងមនោសញ្ចេតនាដ៏ខ្ពស់របស់ Tanjiro ហើយ Tanjiro របស់យើងតែងតែមានសេចក្តីអាណិតអាសូរនិងភាពកក់ក្ដៅជូនអ្នកភូមិរបស់គេជានិច្ចទោះបីស្ថិតក្នុងកលៈទេសៈបែបណាក៏ដោយនេះគឺជាលក្ខណៈធម្មជាតិរបស់ Tanjiro របស់យើងក្រោយមកម្ចាស់ហាងនៅក្នុងភូមិនោះបានចោទប្រកាន់បុរសម្នាក់ហើយគេបានវាយបុរសនោះរហូតដល់តែឈាមច្រមុះហូរលហេលហាឈាមពេញហ្នឹងក៏ក្រោយមកបុរសម្នាក់នោះក៏បានមកលួចជង្គង់និងយករបស់អីគេដូចជាដូចជាថោផ្កាយអញ្ចឹងណាបែកបាក់អញ្ចឹងទៅក៏ឲ្យយកឲ្យ Tanjiro ហិតហើយដើម្បីឲ្យ Tanjiro ហ្នឹងជួយបកស្រាយថាតើថោមួយនោះខូចខាតដោយសារអ្វីក៏ដឹងច្បាស់ថាព្រោះគាត់បានធ្វើទេហើយម្ចាស់ហាងនៅតែចោទប្រកាន់គាត់ក្រោយមក Tanjiro របស់យើងក៏បានប្រើច្រមុះដ៏មុតស្រួយរបស់គេនោះហិតរបស់ដែលបានបាក់បែកនោះហើយគេក៏បានវិភាគថាមិនមែនជាមនុស្សធ្វើបែកនោះទេគឺជាសត្វឆ្មាទេដែលវាបានធ្វើឲ្យបែកនោះចឹងអ្នកកុំចោទប្រកាន់បុរសនេះអីព្រោះបុរសនេះមិនបានដឹងរឿងអ្វីនោះទេហើយអ្នកភូមិទាំងអស់ហ្នឹងប្រឡាញ់អាណិត Tanjiro មែនទែនដោយសារតែ Tanjiro មានភាពស្មោះត្រង់ក្រោយពីគេបានលក់ធ្យូងនៅក្នុងភូមិអស់ហើយគេក៏បានត្រឡប់មកផ្ទះវិញដោយសពរដងប៉ុន្តែថ្ងៃនេះគឺគេបានមកផ្ទះជ្រុលពេលបន្តិចហើយគឺនៅពេលយប់គេបានដើរតែម្នាក់ឯងនៅក្នុងដ៏ស្ងប់ស្ងាត់មួយនោះស្រាប់តែមានបុរសម្នាក់ធ្វើខ្ទមចាស់មួយនៅក្នុងភូមិនោះមិនទាន់ដល់ផ្ទះ Tanjiro នៅឡើយទេហើយគេបានហៅ Tanjiro ឲ្យចូលសម្រាកក្នុងផ្ទះនេះសិនពីព្រោះថាពេលយប់បែបនេះមិនល្អធ្វើដំណើរនោះទេហើយសម្រាប់សិនទៅតាមព្រឹកស្អែកចាំចេញដំណើរបន្តទៀត Tanjiro ក៏បានប្រាប់បុរសនោះថាមិនអីទេខ្ញុំអាចធ្វើដំណើរដោយខ្លួនឯងបានទោះយប់ក៏ដោយក៏ខ្ញុំអាចទៅដល់ផ្ទះរបស់ខ្ញុំដោយសុវត្ថិភាពបានដែរក៏ប៉ុន្តែបុរសនោះបានប្រកែកថាឯងមិនអាចទៅបានទេចូលមកគេមកហើយយើងនឹងធ្វើអាហារពេលល្ងាចសម្រាប់ឯងកុំឲ្យឯងហេវនៅពេលយប់ព្រោះយប់បែបនេះគឺប្រកាសជាមានបិសាចដ៏សាហាវមួយនឹងចេញមកប្រឡាយជីវិតមនុស្សជាមិនខានក្រោយពី Tanjiro បានឮសម្ដីបុរសម្នាក់នោះនិយាយបែបនេះហើយទោះឲ្យគេមានការផិតភ័យជាខ្លាំងហើយគេក៏បានចូលសម្រាកនៅក្នុងផ្ទះនោះទៅក្រោយមកបុរសនោះបានធ្វើអាហារពេលល្ងាចសម្រាប់ Tanjiro មានបាយកាទៀវស៊ុបអីចឹងទៅណាសម្រាប់ហូបកុំឲ្យឃ្លាននៅពេលយប់ព្រោះអាកាសធាតុត្រជាក់ក្រោយមក Tanjiro ក៏បានអរគុណដល់បុរសម្នាក់នោះហើយបុរសម្នាក់នោះហើយគឺមានឈ្មោះថា Saburo គាត់ក៏បាននិយាយពីដំណើរដើមទងនៃការរស់នៅម្នាក់ឯងរបស់គាត់ពី
ព្រោះគាត់ក៏បានជួបនៅរឿងដ៏សោកសៅមួយនេះដែរហើយរឿងទាំងនោះគឺគាត់និយាយបែបនេះការដើមឡើយគាត់បានមានគ្រួសារនិងមានកូនរស់នៅក្នុងភូមិនេះដែរក្រោយមកមានបិសាចមួយដ៏សាហាវឃោរឃៅបានមកវាយប្រហារគ្រួសាររបស់គាត់ទាំងអស់សល់តែគាត់ម្នាក់ឯងទេហើយគាត់ធ្វើបែបនេះគឺមិនមែនដើម្បីស៊ីអារម្មណ៍ឬក៏អូកាឡាតាន់ជីរ៉ូយនោះទេគឺដើម្បីទាញពេលវេលាឲ្យតាន់ជីរ៉ូសម្រាប់នៅទីនេះមួយយប់ដើម្បីគេចផុតពីរឿងទាំងអស់ដែលបានកើតឡើងចំពោះគាត់កាលពីមុនហើយគាត់និយាយរឿងដើមតងទាំងអស់នេះប្រាប់តាន់ជីរ៉ូហើយក៏គាត់ចូលសម្រាប់ទាំងអស់គ្នាទៅក្រោយពីបានសម្រាប់នៅផ្ទះនោះមួយយប់ហើយលុះព្រឹកឡើងតាន់ជីរ៉ូក៏បានធ្វើដំណើរទៅផ្ទះរបស់គេជាធម្មតាក្រោយពេលដែលគេបានធ្វើដំណើរចិត្តទៅដល់ផ្ទះហើយគេក៏បានហិតដឹងក្លិនម្យ៉ាងខុសប្លែកពីធម្មតាគេក៏បានប្រញាប់ស្ទុះស្ទារត់ទៅកាន់ផ្ទះរបស់គេពេលដែលគេទៅដល់ផ្ទះហើយគេក៏បានឈរថ្មឹងឲ្យអស់កម្លាំងនិងសោកស្ដាយជាទីបំផុតពីព្រោះថាអ្វីដែលបុរសម្នាក់និយាយការពីយប់មិញគឺជាការពិតហើយរឿងនេះគឺធ្លាក់មកលើគ្រួសារគាត់វិញហើយតាន់ជីរ៉ូរបស់យើងក៏បានភ័យស្លន់ស្លោនឹងភាពដ៏ឃោរឃៅរបស់បិសាចនេះខ្លាំងមែនទែនពីព្រោះថាគ្រាន់តែមួយយប់សោះគ្រួសាររបស់គេត្រូវបានធ្លាក់នៅក្នុងតុឈាមដ៏មានភាពសោកសៅជាទីបំផុតហើយគេក៏បានស្ទុះរត់ទៅកាន់ប្អូនស្រីរបស់គេដែលជាប្អូនបន្ទាប់គេនឹងហើយដែលមានឈ្មោះថា Netsuko ហើយ Netsuko បានដេកអោបប្អូនប្រុសពៅរបស់គេដែលក្នុងស្ថានភាពដែលយើងនឹកស្មានមិនដល់ហើយគេក៏បានយំផងស្រែកផងទូថាតើមានរឿងអ្វីកើតឡើងកាលពីយប់មិញហេតុអ្វីក៏ដល់ថ្នាក់នេះហើយគេក៏បានក្រឡេកទៅមើលក្នុងផ្ទះនោះហើយគេក៏បានឃើញស្ថានភាពគ្រួសាររបស់គេគឺស្លាប់នៅក្នុងថ្លុកឈាមទាំងអស់ដោយសារតែការសម្លាប់ដ៏ឃោរឃៅរបស់បិសាចកាលពីយប់មិញហើយគឺជារឿងពិតដែលបុរសនោះបាននិយាយប្រាប់តាន់ជីរ៉ូហើយតាន់ជីរ៉ូពេលនេះគឺជួបរឿងដូចបុរសនោះដែរក្រោយពីជួបរឿងនេះហើយតាន់ជីរ៉ូរបស់យើងបានអៀវប្អូនស្រីរបស់គេឈ្មោះថា Netsuko ហ្នឹងដើម្បីរត់ទៅរកគ្រូពេទ្យនិងអ្នកភូមិនៅក្នុងភូមិហើយជួយព្យាបាលជំងឺរបស់ប្អូនស្រីគេពីព្រោះថាប្អូនស្រីគេគឺអាចព្យាបាលបានក៏ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះគឺប្អូនស្រីរបស់គេប្រៀបដូចមនុស្សមួយកណាត់បិសាចមួយកណាត់អញ្ចឹងដូចថាបិសាចមួយកដាលមនុស្សពាក់កដាលអីចឹងទៅប៉ុន្តែការខំប្រឹងប្រែងរបស់តាន់ជីរ៉ូរបស់យើងបានធ្វើឲ្យប្អូនស្រីរបស់គេមានការភ្ញាក់ខ្លួនពីបិសាចខ្លះពីមនុស្សខ្លះអញ្ចឹងទៅវាអញ្ញែអញ្ញៃហើយទាំងអស់នេះវាមនុស្សពាក់កដាលសត្វបិសាចពាក់កដាលអីចឹងណាសូម្បីតែខ្ញុំជាអ្នកសម្រាយនេះក៏មានអារម្មណ៍ថាវិលមុខជឿក្បាលដែរពីព្រោះថាវាអញ្ញែអញ្ញៃខ្លាំងពេកតម្រាំតែយល់រឿងនេះនោះក្រោយពីគេបានអៀវប្អូនស្រីរបស់គេរត់ទៅរកគ្រូពេទ្យនៅក្នុងភូមិហើយដល់ពេលនោះប្អូនស្រីរបស់គេក៏បានភ្ញាក់ខ្លួនឡើងក៏ប៉ុន្តែភ្ញាក់ខ្លួននោះមិនមែនស្ថានភាពជាមនុស្សនោះទេគឺគេភ្ញាក់ខ្លួនក្នុងស្ថានភាពជាបិសាចតែបិសាចនេះគឺប្រៀបដូចចេះដឹងក្លិនដឹងអីចឹងណាព្រោះអីគាត់នៅមានវិញ្ញាណជាមនុស្សខ្លះជាបិសាចខ្លះចឹងទៅហើយក៏គេបានទាញបងប្រុសរបស់គេធ្លាក់ពីលើចង្កេះភ្នំទៅក្រោយមកតាន់ជីរ៉ូរបស់យើងក៏បានស្ទុះស្ទារត់ទៅមើលប្អូនស្រីរបស់គេក៏ប៉ុន្តែស្រីរបស់គេបានក្រោកឈរក្នុងស្ថានភាពដ៏គួរឲ្យខ្លាចប៉ុន្តែតាន់ជីរ៉ូដែលជាបងប្រុសនោះគាត់មិនដែលខ្លាចនឹងស្ថានភាពរបស់ប្អូនស្រីនោះទេហើយគាត់បានរត់ទៅជិតប្អូនស្រីរបស់គាត់និយាយថាជីកូតែឯងយ៉ាងម៉េចហើយហើយមិនអីទេប៉ុន្តែ Netsuko គឺមិនមែនជាមនុស្សទៀតទេគឺគេបានវិញ្ញាណបិសាចគ្រប់គ្រងបាត់ទៅហើយ Netsuko របស់យើងបានលោតចង់ខំទៅកាន់តាន់ជីរ៉ូក៏ប៉ុន្តែតាន់ជីរ៉ូបានទាញពូថៅដ៏អស្ចារ្យរបស់គេហើយ Netsuko ខំដងពូថៅនោះទៅខំលូសូផាំងអញ្ចឹងទៅអូយថ្មិញរឹងមែនទេអ្នកទាំងអស់គ្នាបើសម័យថាបើខំយើងវិញប្រហែលជាដាច់មួយកណាត់បាត់ហើយក្រោយពី Netsuko បានសង្គ្រប់ទៅកាន់បងប្រុសរបស់គេឈ្មោះថាតាន់ជីរ៉ូនោះមកស្ថានភាពពេលនេះគឺពិបាកគ្រប់គ្រងខ្លាំងមែនទេពីព្រោះថាតាន់ជីរ៉ូរបស់យើងនៅពីក្រោម Netsuko ហើយ Netsuko ពីបានត្រូវវិញ្ញាណបិសាចគ្រប់គ្រងហើយមិត្តរបស់គេធំម្ដងតិចហើយតាន់ជីរ៉ូរបស់យើងទប់មិនចង់ឈ្នះនោះទេក៏ប៉ុន្តែតាន់ជីរ៉ូរបស់យើងគឺបាននិយាយពីមនោសញ្ចេតនារវាងបងប្រុសនិងប្អូនស្រីកាលពីនៅតូចរហូតធ្វើឲ្យ Netsuko របស់យើងភ្ញាក់ខ្លួនពីវិញ្ញាណបិសាចវិញហើយមកគេក៏បានភ្ញាក់ខ្លួនហើយស្រក់ទឹកភ្នែកទៅកាន់បងប្រុសរបស់គេដោយសារតែ Netsuko របស់យើងនៅមានវិញ្ញាណជាមនុស្សខ្លះតាន់ជីរ៉ូបាននិយាយពីមនោសញ្ចេតនារហូតធ្វើឲ្យប្អូនស្រីគេភ្ញាក់ដឹងខ្លួនវិញក្រោយមកតាន់ជីរ៉ូរបស់យើងក៏លេចឃើញកំពូលអ្នកកម្ចាត់បិសាចនៅក្រុម Demon Slayer នោះបានមកដល់ហើយគេក៏បានស្ទុះរុញប្អូនស្រីរបស់គេគេចចេញពីការសម្លាប់របស់អ្នកកម្ចាត់បិសាចនោះទៅហើយតាន់ជីរ៉ូក៏បានត្រូវទៅបោកនឹងដើមឈើហើយប្អូនស្រីរបស់គេក៏សន្លប់ជាមួយគេដែរក៏ប៉ុន្តែពេលនោះប្អូនស្រីរបស់គេបានភ្ញាក់ខ្លួនពីបិសាចបាត់ទៅហើយបានប្រែក្លាយមកជាស្ថានភាពដូចជាមនុស្សធម្មតាវិញក្រោយមក
អ្នកដែលកំចាត់បិសាចនោះបានចង់សម្លាប់ប្អូនស្រីរបស់តាន់ជីរ៉ូទៀតក៏ប៉ុន្តែតាន់ជីរ៉ូបានអោបប្អូនស្រីតែមិនដឹងថាហេតុអ្វីក៏គេអោបប្អូនស្រីមិនតនោះទេត្រូវបានអ្នកកំចាត់បិសាចនោះចាប់យកទៅមុនបាត់ទៅឲ្យលឿនមែនទែនលឿនដូចជាភ្នែកបន្ទោលអីអញ្ចឹងបើអ្នកទាំងអស់គ្នាមិនជឿទេអាចសាកជាមួយនឹងរន្ទះបាញ់បានតើវាលឿនឬក៏យឺតប៉ុន្មាននោះតែក្នុងរឿងនេះគឺលឿនយកតែមែនទែនលឿនដូចភ្នែកបន្ទោលអញ្ចឹងមើលអត់ចង់ទាន់ទេហើយអ្នកដែលចង់សម្លាប់ Nezuko នោះមានឈ្មោះថា Kiyo Tomioka គាត់គឺជាកំពូលអ្នកសម្លាប់បិសាចនៅក្នុងក្រុម Demon Slayer នឹងហើយក្រោយមកទៀត Giyo នឹងក៏បានគំរាមទៅកាន់ Tanjiro កុំឲ្យមកហើយគេក៏បានឈោតស្ងៀមថ្មឹងហើយ Giyo ក៏បានទាញកាំបិតប្រុងនឹងសម្លាប់ Nezuko ទៅហើយក៏ប៉ុន្តែ Tanjiro របស់យើងបាននិយាយពីមនោសញ្ចេតនានិងការបាត់បង់គ្រួសាររបស់គេនៅសល់តែប្អូនស្រីម្នាក់នេះទេហើយគេក៏បានសុំឲ្យ Giyo គុំសម្លាប់ប្អូនស្រីរបស់គេអីពីព្រោះគេមិនចង់បាត់បង់ប្អូនស្រីម្នាក់នេះទៀតនោះទេក្រោយមកទៀត Giyo មិនបានស្ដាប់សម្ដីរបស់ Tanjiro ទេចុងក្រោយគេក៏បានស្ដីបន្ទោសថាឯងទុកជីវិតឲ្យនាងធ្វើអីនាងមិនមែនជាមនុស្សទៀតទេនាងគឺជាបិសាចបើឯងទុកឲ្យនាងនឹងសម្លាប់ឯងជាមិនខាននឹងសម្លាប់មនុស្សក្នុងភូមិនេះទាំងអស់ហើយតានជីរ៉ូរបស់យើងក៏គេមិនព្រមទេគេក៏បាននិយាយថាមិនអីទេទុកឲ្យខ្ញុំជាអ្នកការពារនឹងជួយជីវិតនាងពីស្ថានភាពបិសាចនេះចុះហើយខ្ញុំនឹងព្យាយាមរកពីវិធីសាស្ត្រក្នុងការព្យាបាលឲ្យនាងមកក្លាយជាមនុស្សដូចដើមវិញក៏ប៉ុន្តែ Giyo ដែលជាកំពូលអ្នកកំចាត់បិសាចនៅក្នុងក្រុម Demon Slayer នោះគេមិនបានស្ដាប់សម្ដីរបស់តានជីរ៉ូនោះទេហើយគេនៅតែចំអកលក់លើយស្ដីបន្ទោសយ៉ាងខ្លាំងទៅកាន់តាន់ជីរ៉ូរបស់យើងហើយតាន់ជីរ៉ូក៏អង្វរក៏ទៅកាន់ Giyo កាន់តែខ្លាំងជាចុងក្រោយតាន់ជីរ៉ូរបស់យើងក៏បានលុតជង្គង់និងថ្វាយបង្គំទៅកាន់ Giyo គុំសម្លាប់ប្អូនស្រីរបស់គេពីព្រោះគេមានតែម្នាក់នេះទេមានតែប្អូនស្រីម្នាក់នេះតែប៉ុណ្ណោះសូមគុំសម្លាប់នាងអីរួចហើយគេក៏បានយំហើយថ្វាយបង្គំទៅកាន់ Giyo ហើយ Giyo ក៏ទប់អារម្មណ៍មិនបានក៏ខឹងនឹងការថ្វាយបង្គំរបស់តាន់ជីរ៉ូហើយគេក៏នឹកឃើញថាគេនឹងត្រូវធ្វើឲ្យតាន់ជីរ៉ូមានចិត្តអង់អាចក្លាហានឈ្នះរកការអាណិតអាសូរពីស្ថានភាពផ្សេងៗហើយគេក៏បានធ្វើឲ្យតាន់ជីរ៉ូរបស់យើងមានភាពរឹងមាំក្នុងការជំនះឧបសគ្គដែលបានកើតឡើងចំពោះគេក្រោយមក Giyo ធ្វើជាយកកាំបិតដាក់ Nezuko ក៏ប៉ុន្តែពេលនោះតាន់ជីរ៉ូរបស់យើងបានស្ទុះយកដុំថ្មគប់ទៅកាន់ Giyo ដោយសារតែគេគ្មានអាវុធនៅក្នុងខ្លួនហើយ Giyo ឃើញបែបនេះក៏ភ្ញាក់ផ្អើលពីភាពក្លាហានរបស់តាន់ជីរ៉ូពីព្រោះតាន់ជីរ៉ូគ្មានអាវុធនៅក្នុងដៃនោះទេក៏ប៉ុន្តែគេអាចប្រយុទ្ធជាមួយនឹងមនុស្សដែលមានវិជ្ជាគុណនិងយុទ្ធសាស្ត្រខ្លាំងពូកែបែបនេះក្រោយមកតាន់ជីរ៉ូក៏បានរត់ទៅយកពូថៅរបស់គេដើម្បីបង្វៀងដានហើយគេក៏បានគប់ពូថៅនៅក្រោយខ្នងរួចហើយគេក៏បានពុបដុំថ្មទៅកាន់ Giyo បន្ថែមទៀតក្រោយមកគេក៏បានស្ទុះទៅកាន់ Giyo ក៏ប៉ុន្តែត្រូវ Giyo ប្រើក្បាច់ចុងក្រោយរបស់គេអុកមួយដងដាវនោះធ្វើឲ្យតាន់ជីរ៉ូរបស់យើងដួលផ្កាប់មុខសន្លប់ឈឹងតែម្ដងទៅក្រោយមក Giyo របស់យើងបានគេចពីពូថៅរបស់តាន់ជីរ៉ូដែលនឹកស្មានមិនដល់គេក៏បានភ្ញាក់ខ្លួនថាអូក្មេងប្រុសម្នាក់នេះមិនមែនជាមនុស្សធម្មតានោះទេគេក៏គិតពីការប្រយុទ្ធរបស់តាន់ជីរ៉ូមកកាន់គេក្រោយមក Nezuko ដែលជាប្អូនស្រីរបស់តាន់ជីរ៉ូបានឃើញតាន់ជីរ៉ូសន្លប់ឈឹងបែបនេះនាងក៏មានចិត្តអាណិតអាសូររួចហើយស្ទុះហាក់ Giyo ខ្ទាតទៅណាទៅណីបាត់ក៏មិនដឹងក្រោយមក Giyo ក៏បានក្រឡេកឃើញថា Nezuko គឺមិនបានសម្លាប់តាន់ជីរ៉ូនោះទេគឺនាងបែរជារត់ទៅការពារបងប្រុសរបស់គេទៅវិញក្រោយមកនាងក៏បានបើកការវាយប្រហារទៅកាន់ Giyo ហើយ Giyo ក៏បានគេចពីការវាយប្រហាររបស់ Nezuko ក៏ប៉ុន្តែ Giyo របស់យើងបានវាយ Nezuko ឲ្យសន្លប់ដើម្បីកុំឲ្យនាងមានការតដៃជាមួយនឹង Giyo បន្តទៀតក្រោយមក Giyo ក៏បានយកបំពង់ឫស្សីយកទៅចងមាត់ Nezuko ដើម្បីកុំឲ្យនាងងាយក្នុងការខាំមនុស្សដទៃទៀតរួចហើយ Giyo របស់យើងក៏ទុក Nezuko ឲ្យដេកសន្លប់នៅជិត Tanjiro ហើយ Tanjiro យល់សប្តិឃើញថាម្ដាយនិងប្អូនប្រុសទាំងប៉ុន្មានរបស់គេបានមកនិយាយជាមួយគេក្រោយមកតាន់ជីរ៉ូរបស់យើងក៏បានភ្ញាក់ខ្លួនឡើងស្រាប់តែឃើញប្អូនស្រីរបស់គេត្រូវបានចងមាត់ដោយបំពង់ឫស្សីដែល Giyo បានចងឲ្យនៅចិត្តខ្លួនរបស់តាន់ជីរ៉ូក្រោយមក Giyo ដែលជាកំពូលអ្នកសម្លាប់បិសាចនោះគេក៏បានណែនាំឲ្យតាន់ជីរ៉ូយកប្អូនរបស់គេទៅជួបលោកគ្រូម្នាក់នៅលើភ្នំអីទេលេខបាត់ហើយភ្នំមួយនោះគឺមានលោកគ្រូម្នាក់នៅស្នាក់នៅទីនោះឈ្មោះថាតានបូនជីយូរ៉ូកូដាគីគាត់គឺជាលោកគ្រូម្នាក់ដែលមានជំនាញក្នុងការកម្ចាត់បិសាចក្រោយពីតាន់ជីរ៉ូបានឮសម្ដីរបស់ Giyo បែបនេះហើយតាន់ជីរ៉ូក៏បាននាំប្អូនស្រីរបស់គេត្រឡប់ទៅកាន់ផ្ទះវិញដើម្បីបញ្ចុះសពឲ្យគ្រួសាររបស់គេទាំងអស់ហើយតាន់ជីរ៉ូនិងប្អូនស្រីរបស់គេឈ្មោះថា Nezuko នឹងបានធ្វើដំណើរចេញពីផ្ទះនោះដើម្បីទៅជួបលោកគ្រូម្នាក់ដែលនៅលើភ្នំដែលមានឈ្មោះថាសាជីរី
អញ្ចឹងសម្រាប់រឿង Demon Slayer Season 1 Episode 1វគ្គនេះគឺសូម slash ត្រឹមប៉ុណ្ណេះសិនតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះការសម្រាយរបស់ខ្ញុំបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អំពីលក្ខណៈសម្បត្តិរបស់តួអង្គ Tanjiro សូមកុំភ្លេច comment នៅក្រោមវីដេអូទាំងអស់គ្នាផងតែរឿងនេះដែរគឺចង់បង្ហាញអំពីជីវិតដ៏ខុសខើយ៉ាងណាក៏ដោយក៏មិនអាចណេះចំណងបងប្អូនរបស់គេដែរក៏ប៉ុន្តែនេះជាសាច់រឿងប៉ុណ្ណោះហើយនៅក្រៅវិញបើសិនជាមាននរណាខ្លាចទៅជាបិសាចបាត់ទៅហើយនោះមិនអាចកែប្រែបានទេវាប្រកាសជាខ្លាចទៅជាបិសាចទាំងអស់ហើយតើអ្នកទាំងអស់គ្នាចង់ដឹងទេថានៅវគ្គបន្ទាប់តើ Tanjiro អាចទៅជួបលោកគ្រូនៅលើភ្នំសាជីរីនឹងបានដែរឬទេបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងនិងចង់តាមដានសាច់រឿងមួយនេះសូមកុំភ្លេចជួយ like វីដេអូនេះនិងជួយ subscribe និងដាក់កណ្ដឹងឲ្យបានម្នាក់មួយផងដើម្បីកុំឲ្យរំលងការសម្រាយរបស់ខ្ញុំនៅភាគបន្តទៀតបាទសូមអរគុណឡើយសិនហៀ